ប្រព័ន្ធបន្ថែមពិន្ទុជំនាញបាញ់កាំភ្លើង ជំនាញបាញ់កាំភ្លើងឡើងដល់កម្រិតឆ្នើមកម្រិតឥតខ្ចោះអបអសាទរំចាស់ជំនាញបាញ់ឡើងដល់កម្រិតអត្តបមាអបអសាទរំចាស់បានបោបាញ់ឆ្លុះពេញវ័យទម្ងន់64គីឡូទទួលបានពិន្ទុពុក1អបអសាទរំចាស់បានបោបាញ់ឆ្លុះពេញវ័យទម្ងន់57គីឡូទទួលបានពិន្ទុពុក1ចងចាំឲ្យច្បាស់រាល់សកម្មភាពទៅមុខត្រូវស្ដាប់តាមបញ្ជាខ្ញុំបើមិនចង់ទេដកខ្លួនចេញពីក្រុមបបាញ់ឲ្យហាញទៅធីមជូនាំគ្នាតាមទៅរើសក្តាន់មកវិញបាត់បងគីហេងអបអសាទរំចាស់បានបោបាញ់ក្តាន់ឈ្មោះទម្ងន់452មាត្រទទួលបានពិន្ទុពុក5អបអសាតការបោបាញ់ក្តាន់លើកដំបូងទទួលបានពិន្ទុពិសេសបុក1ស្នាដៃបាញ់របស់មេក្រុមច្បាស់កប់តែម្ដងចម្ងាយឆ្ងាយប៉ុណ្ណឹងក៏បាញ់ចំបានដែរសូម្បីតែឆ្កែបោបាញ់របស់មេក្រុមក៏ពូកែដែរមានមេក្រុមនៅទីនេះពួកយើងមិនបាច់ជួយចេញដៃផងទោះនិយាយស្អីក៏ខ្ញុំមិនដកខ្លួនចេញពីក្រុមដែរខ្ញុំជាអ្នកតាក់ទាញក្តានឈ្មោះនេះពួកឯងចាំតម្រង់បាញ់ក្តានញីនិងកូនក្តានព្យាយាមកុំឲ្យវារត់រួចឲ្យសោះបងគីហេងមិនស្រួលទេវងចប់មកហើយបងគីហេងពួកវាច្រើនពេកហើយអ្នកទាំងអស់គ្នាស្ដាប់បញ្ជាខ្ញុំផ្អែកខ្នងនឹងដើមឈើត្រៀមប្រយុទ្ធប្រព័ន្ធយកពិន្ទុទាំងអស់បន្ថែមទៅលើកាំភ្លើងបបាញ់ថាមពលកាំភ្លើងបបាញ់កើនឡើងដល់កម្រិត2កម្រិតសិល2ពិន្ទុពិសេសមិនគ្រប់គ្រាន់ទេអបអសាទរំចាស់បានបបាញ់ចោកមេវងបានជោគជ័យបបាញ់ចោកព្រៃលើកដំបូងទទួលបានពិន្ទុពិសេសបុក1កុំមើលមកអញបាញ់អាណាដែលនៅជិតជាងគេទៅចង់ស៊ីអញផងយកសັບទៅវិបត្តិត្រូវបានដោះស្រាយកំពុងគិតបញ្ជីបបាញ់ចោកព្រៃ12ក្បាលទទួលបានពិន្ទុពុក12រង្វាន់ពិសេសពិន្ទុបន្ថែមបុក3ពិនិត្យមើលអ្នករបួសរួចប្រមូលផលជ័យជំនះមកចុះតែមួយក្បាលក៏មិនឲ្យខ្វះដែរអាពួកចកសាហាវដោះស្រាយរួចហើយឥឡូវដល់ពេលគិតបញ្ជីពួកអញវិញម្ដងបងគីហេងខ្ញុំដឹងខុសហើយមកពីខ្ញុំភ័យពេកអង្គវរបងលើកលែងឲ្យខ្ញុំម្ដងផងទៅពួកខ្ញុំមិនហ៊ានទៀតទេយកព្រោះនៅភូមិជាមួយគ្នាអំបញ្ញមិញពេលចោះស្ទុះមកពួកអញបែកក្នុងរត់បាត់មិនក៏មិនគិតថាអ្នកនៅខាងក្រៅជាបងប្អូនកូនចៅក្នុងភូមិផងច្បាប់ក្រុមបបាញ់ចូលព្រៃត្រូវតែស្ដាប់តាមខ្ញុំពួកឯងបំពេញច្បាប់ស្ទើរតែធ្វើឲ្យអ្នកទាំងអស់គ្នាស្លាប់បាត់បង់ជីវិតក្រុមរបស់លីគីហេងមិនត្រូវការមនុស្សអត់កំណើតមិនស្ដាប់បញ្ជាដោយពួកឯងទេខ្ញុំប្រកាសពួកឯងទាំងពីរនាក់ត្រូវដេញចេញពីក្រុមបបាញ់ជារៀងរហូតចាប់ពីពេលនេះទៅស្បែកចោលដែលយើងបបាញ់បានលើកនេះគ្រប់គ្នាចែកបានពីទៀតស្វៀងនឹងសម្ភារៈដែលក្រុមពីមុនទៅសម្រាប់អស់ក្នុងពេលវែងតែតាមអញគីហេងមិនខ្វះសាច់ស៊ីមិនខ្វះលុយចាយទេតែលក្ខខណ្ឌគឺត្រូវទុកចិត្តបងប្អូនស្ដាប់តាមអញដាច់ខាតយល់នៅយកឲ្យបងខហេងបងហេងផឹកទឹកសិនទៅថ្ងៃនេះស្រែករហូតស្អកក៏អស់ហើយបងហេងយប់ឡើងអូនបិទភ្នែកពេលណាឃើញតែចោះស្ទុះមកសង្គ្រប់ទៅមុខទៀតពួកយើងកាត់បន្ថយឡើងភ្នំបានទេអូនកុំបារម្ភបងស្រឡាញ់ជីវិតជាងអ្នកណាទាំងអស់ព្រោះបងដឹងថាមានអូនរងចាំនៅផ្ទះទៅមុខទៀតបងនឹងប្រយ័ត្នជាងនេះបងស្រីជឿលើឯងតែឯងត្រូវសន្យានឹងបងថាត្រូវតែប្រយ័ត្នប្រយែងបងគីហេងអូននិងបងស្រីរងចាំបងនៅផ្ទះបងត្រូវតែត្រឡប់មកវិញដោយសុវត្ថិភាពណាបងសន្យាចាំលក់ស្បែកចកនិងកម្រងក្តានបានលុយយើងនឹងរៀបចំសង់ផ្ទះថ្មីឥតមួយដុំក្បឿងមួយផ្ទាំងនៃផ្ទះថ្មីបងនឹងរកវាដោយផ្ទាល់ដៃពីក្នុងព្រៃភ្នំនេះជូនអូនឲ្យបានមើលនេះត្រង់នេះធ្វើផ្ទះធំ3ខ្នងបែរមុខទៅទិសត្បូងកណ្ដាលជាបន្ទប់ទទួលភ្ញៀវត្រូវតែទូលាយពេលមានភ្ញៀវមកល្មមសមុខសមាត់សងខាងជាបន្ទប់គេងបងនឹងសោភីមួយបន្ទប់បងស្រីមួយបន្ទប់គ្រួសារយើងនៅជុំគ្នាមើលថែគ្នាទៅវិញទៅមកចិត្តនោះពីរខ្នងទៀតមួយធ្វើផ្ទះបាយធ្វើចង្ក្រានឲ្យល្អផ្សែងហុយទៅក្រោមមកក្រែពេលរងាដាំបាយក្តៅដល់ក្នុងបន្ទប់មួយទៀតធ្វើបន្ទប់ទឹកចាក់អាំងស៊ីម៉ង់ទុយអូទឹកក្តៅដល់រដូវរងាដាំទឹកក្តៅអាប់ទឹកក្នុងផ្ទះយ៉ាងស្រួលមិនបាច់ទៅប្រជែងគ្នានៅបន្ទប់ទឹករួមទាំងមកខ្វក់ទាំងត្រជាក់នោះទៀតទេចុះបងអ៊ូតនៅតែបិទក្រដាសទៀតឬបិទក្រដាសស្អីដាក់កញ្ចក់បងអ៊ូតកញ្ចក់ភ្លឺថ្លាស្រឡះបងគិតរួចហើយលើកនេះទៅទីរួមខេត្តលក់ស្បែកខ្ទកនិងរកច្រកដូរយកបានទិញកញ្ចក់ហើយដឹកស៊ីម៉ង់មកខ្លះបងអ៊ូតកញ្ចក់ស៊ីម៉ង់តតែផ្ទះមន្ត្រីនៅទីក្រុងបានមានតាអស់លុយប៉ុន្មានទៅចុះអត់
ឥតថ្លៃណាស់ណាតតែមានលិខិតអនុញ្ញាតទៀត លុយលើកនេះលក់សត្វព្រៃនិងស្បែកសត្វប្រកាសជាគ្រប់គ្រាន់ចំណែកលិខិតទិញយ៉ាត់បងនឹងរកវិធីស្បែកចកកម្រងក្តានប្រមាត់ខ្លាឃ្មុំសុទ្ធតែជារបស់មានតម្លៃយករក្សារបស់ទាំងនេះទៅដូរអត់នឹងស៊ីម៉ង់មិនមែនថាមិនកាត់ទេ បងស្រីសោភាផ្ទះចាស់នេះទាំងតូចទាំងធ្លុះធ្លាយរដូវរងាលេខខ្យល់រដូវប្រាំងក្តៅស្អុះស្អាប់លើកនេះបងនឹងសង់ផ្ទះថ្មីជូនអូនផ្ទះអត់ដំបូលក្បឿងបង្អួចកញ្ចក់តែមួយគត់ក្នុងភូមិឲ្យអ្នកស្រុកមើល ថាការរស់នៅជាមួយអញជីគីហេងមានកិត្តិយសនិងស្រួលប៉ុណ្ណាអញគីហេងមិនត្រឹមតែចេះប្រថុយជីវិតក្នុងព្រៃទេតែថែមទាំងអាចឲ្យគ្រួសាររស់នៅយ៉ាងមានសុភមង្គលដែលអ្នកផ្សេងមិនហ៊ានទាំងស្រមៃផងផ្ទះថ្មីនេះគឺជាចំណុចចាប់ផ្ដើមថ្មីរបស់យើង លាក់អីវ៉ាន់ឲ្យចិត្តកុំបង្ហាញទ្រព្យសម្បត្តិផ្ដេសផ្ដាសដូរបាននឹងលុយហើយប្រញាប់ត្រឡប់មកវិញហាមនៅឈប់សម្រាកយូរនៅទីរួមខេត្តបងគីហេងនេះជានំដុតដែលអូននិងបងស្រីធ្វើពេញមួយយប់នៅក្តៅនៅឡើយទុកហូបតាមផ្លូវណា កុំបារម្ភចាំបងត្រឡប់មកវិញខ្ញុំបានឃើញនឹងភ្នែកថានៅលើទីលារបស់គីហេង ស្បែកសត្វល្អយ៉ាងនេះទៅទីរួមខេត្តលើកនេះច្បាស់ជាដូរបានរបស់ល្អវិញមិនខានទេ ចឹងហើយបាយសេជាមួយហ្វូងចោកហើយនៅមិនទាន់មកទៀតថែមទាំងវាបានចោកចានយ៉ាងនេះធ្វើឲ្យវាយ៉ាប់ឡើងបងឈៀននរណាទៅដឹងថាក្បាលវារឹងយ៉ាងនេះហ្វូងចោកទាំងជួវាបានមកអស់ចិត្តដល់ក្បាលតែឆ្នាំមែនទែនឥឡូវអ្នកភូមិលើកវាដំកាំងដូចអារ៉ាប់ទៅហើយលើកនេះចាត់ទុកថាគីហេងវាកំពុងសំណាងប៉ុន្តែរឿងនេះមិនទាន់ចប់ទេវាចង់រស់នៅស្រួលឆ្លងកាត់ក្បាលអញនឹងអាចឈួនសិនទៅ ត្រូវហើយបងឈួនមិនអាចបណ្ដោយឲ្យវាជិះសេះលេងដៃលើក្បាលយើងបានទេត្រូវតែរកវិធីបង្ក្រាបវា អាពីក្បាលដែលត្រូវគីហេងបណ្ដេញចេញចាំងជៀននិងវាំងសុងប្រកាសជាខឹងគៀបមាត់ជាមួយគីហេងខ្លាំងណាស់មែនទេច្បាស់ហើយបងបាត់បង់ការងារស្រួលក្នុងក្រុមប្រមាញ់ថែមទាំងខ្មាស់គេពេញភូមិទៀតក្នុងចិត្តពួកវាច្បាស់ជាក្តៅក្រហាយដូចបាយពុកល្អណាស់ចុះវាទៅតែចេញទៅបាត់ទេអីប្រពន្ធកូនវានៅក្នុងភូមិនៅឡើយទេអញ្ចឹងយើងនាំគ្នាទៅផ្ទះវាចាត់ការប្រពន្ធវានឹងប្រមូលយកសាច់របស់វាទាំងអស់មកហាបងប្រុសរបស់ទាំងនេះបានមកពីណាបានពីលើភ្នំមែនទេលោកតាមើលទៅរបស់ទាំងនេះបានតម្លៃប៉ុន្មានដែរខ្ញុំចង់បានរបស់រៀបធៀបប្រើប្រាស់ពិតប្រាកដស្បែកសត្វស្អាតរោមល្អណាស់ឯប្រមាត់ខ្លាឃ្មុំនេះរឹតតែពិបាករកតាមច្បាប់ខ្ញុំឲ្យបានប៉ុណ្ណេះប៉ុន្តែបើអញចង់បានរបស់រៀបធៀបវិញលោកតាខ្ញុំចង់បានដូរកញ្ចក់និងស៊ីម៉ង់ឬឈើក៏បានដែរហើយរបស់ល្អយ៉ាងនេះមកចម្លែកតើមកលក់នៅកន្លែងអញដឹងច្បាប់ទំលាប់អត់អ្នកក្រៅស្រុកមែនទេរបស់នៅទីនេះត្រូវឲ្យពួកអញពិនិត្យនិងស៊ីពី180សិនកន្លែងទិញទំនិញរបស់រដ្ឋខ្លាយជាកន្លែងក្បាលអញតាំងពីកាលណាអាប់រឡៃលោកចង់រករឿងមែនទេអញឲ្យអញស្គាល់ដៃម្ដងថ្ងៃនេះអញមកធ្វើការគ្មានពេលញញៃជាមួយពួកអញទេបើអញឃើញមុខពួកអញម្ដងទៀតមិនមែនបាក់តែដៃប៉ុណ្ណឹងទេទៅឲ្យផុតទៅបងប្រុសតែជើងរហ័សរហួនល្អណាស់ពួកក្មេងទំនើងទាំងនេះខូចកាច់ណាស់អញប្រញាប់ទៅក្រែងលោកវាហៅគ្នាមកវានាំតែលំបាកទេលោកតាខ្ញុំមិនខ្លាចពួកវាទេនេះជាតែភ្នំលោកតាឈុំពិសាសម្រួលអារម្មណ៍ទៅអីចឹងតារឿងមិញនេះអញមកតាមខ្ញុំនាំអញទៅជួបមនុស្សម្នាក់គាត់កំពុងតែត្រូវការរបស់ភ្នំទាំងនេះល្មមប្រធានសុនគឺបងប្រុសម្នាក់នេះហើយធ្វើតែពូកែជំនាញបាញ់សត្វខ្លាំងណាស់ស្បែកសត្វច្រើនយ៉ាងនេះអញបាញ់បានទាំងអស់មែនទេបាទលោកម្ចាស់ស្បែកសត្វនឹងប្រមាត់ខ្លាឃ្មុំខ្លាលខិននិងសាច់ទាំងអស់នេះសុទ្ធតែជារបស់ដែលខ្ញុំបរបាញ់បានពីលើភ្នំបាទបាញ់បានពីលើភ្នំប្រធានសុនល្អខ្លាំងណាស់យើងកំពុងតែស្វែងរកវាផងល្អខ្ញុំត្រូវការកញ្ចក់និងស៊ីម៉ង់ខ្លះដើម្បីធ្វើផ្ទះខ្ញុំអាចយករបស់ភ្នំទាំងនេះមកដូរជាមួយលោកបានទេស្បែកសត្វសុទ្ធតែជារបស់ល្អប៉ុន្តែកញ្ចក់និងស៊ីម៉ង់សុទ្ធតែជាអីវ៉ាន់កុំរណាស់ណាប្រធានសុននេះនៅមានស្បែកចកដែលខ្ញុំទើបតែបាញ់បានប្រហែលថ្ងៃមុនស្បែកមេហ្វូងចកទៀតផងគុណភាពល្អណាស់លោកមើលរបស់ល្អបងប្រុសជាមនុស្សត្រង់រំល្អអីចឹងចុះនៅកន្លែងខ្ញុំមានអក្សរខ្លះគុណភាពគ្មានបញ្ហាទេគ្រាន់តែទំហំឆ្កុំបន្តិចខ្ញុំលក់ឲ្យឯងក្នុងតម្លៃថោកបំផុតឲ្យតែឯងអាចរកស្បែកកញ្ចក់ឲ្យខ្ញុំបានរឿងកញ្ចក់ខ្ញុំនឹងជួយសម្រួលឲ្យគ្មានបញ្ហាទេប្រធានសុនរឿងស្បែកកញ្ចក់ទុកចិត្តលើខ្ញុំចុះល្អខ្ញុំចូលចិត្តធ្វើការជាមួយមនុស្សមានសមត្ថភាពដូចពួកឯងណាសមិទ្ធគីហេងគឺភូមិនៅខាងមុខនោះមែនទេត្រូវហើយរំខានបងហើយជូនត្រឹមមាត់ច្រកភូមិបានហើយប្រញាប់ឡើងយកសាច់ចេញមកបើមិនចឹងទេពួកយើងវាកំទេចផ្ទះឯងឥឡូវពួកឯងចង់ងាប់មែនទេបងចប់ត្រឹមនឹងហើយខ្ញុំចុះហើយអាហាផ្ទះគីហេងដូចជាមានរឿងហើយតាបងខ្លាយលេងដៃគីហេងឯងមកវិញសមមអាងខ្លួនមានសមត្ថភាពស៊ីដាច់ម្នាក់ឯងមិនខ្វល់ពីអ្នកភូមិហើយស្រីផ្ទះឯងហ៊ានទាំងវីមនុស្សទៀតឯងនិយាយដេះដាស់គឺពួកឯងអ្នកចូលដៃរុញមុនតាខ្ញុំស៊ីដាច់ម្នាក់ឯងរដងក្រុមបបាញ់ចែកសាច់គ្នាច្បាស់មកពីពួកឯងល្មើសច្បាប់ត្រូវគេបណ្ដេញចេញសពថ្ងៃច្រណែនហ៊ានមកលោឡាមុខផ្ទះខ្ញុំផងគីហេងអញដេញពួកអញចង់ផ្ដាច់ផ្លូវដង្ហើមពួកអញមែនទេបើថ្ងៃនេះមិនព្រមសងសាច់នឹងលុយទេពួកអញមិនព្រមបញ្ចប់ឡើយមែនប្រគល់សាច់មកព
ពួកឯងមកឡោមព័ទ្ធផ្ទះរករឿងគ្រួសារអញព្រោះគិតថាអញមិននៅស្រួលធ្វើបាបមែនទេ ម៉េចមនុស្សស្រីពីរនាក់នៅផ្ទះឯងបានផលប្រយោជន៍ច្រើនណាស់ត្រូវគេធ្វើបាបប៉ុណ្ណឹងសំមុខហើយ ចឹងគ្មានអ្វីត្រូវនិយាយទៀតទេគឺដៃមួយខាងនេះមែនទេដែលប៉ះពាល់បងថ្លៃអញចង្រៃហ៊ានវីអញផងអញវីអញឲ្យងាប់អ្នកទាំងអស់គ្នាចូលព្រមគ្នាគីហេងអញបដូរជីវិតជាមួយឯងអាងតែអាវុធប៉ុណ្ណឹងអី